រឿងគ្រូឆោតនិងសិស្សខិលមានវត្តមួយដ៏កំសត់មានលោកគ្រូស្នាក់នឹងតែមួយអង្គនិងសិស្សម្នាក់ឈ្មោះអាភ្លួញពួកគេក្រឡុំលំបាកណាស់គ្មានអ្នកណាចូលចិត្តឡើយថ្ងៃមួយលោកគ្រូពិចារណាថាគ្មានអ្នកណាចូលប្រគេនអ្វីសោះលោកក៏សម្រេចចិត្តទៅផ្សារទិញរបស់ទុកអាភ្លួញអញគិតថាយើងត្រូវទៅផ្សាររកទិញអ្វីទុកឆានហើយព្រោះមិនមានអ្នកណាគេយកមកប្រគេនសោះលោកគ្រូបញ្ជាឲ្យសិស្សចាប់ដំរីមកដើម្បីជិះទៅផ្សារឯងទៅចាប់ដំរីមកយើងនឹងជិះវាទៅផ្សារករុណាលោកគ្រូខ្ញុំនឹងទៅចាប់វាមកឥឡូវនេះគ្រូនិងសិស្សជិះដំរីទៅដល់ផ្សារគ្រូប្រាប់ឲ្យទិញរបស់ណាដែលទុកបានយូរឯងរកមើលទិញរបស់ណាដែលទុកស៊ីបានយូរមិនងាយខូចណាអាភ្លួញក៏ទិញតែអំបិលមួយការុងគ្រូឆ្ងល់តែសិស្សឆ្លើយថាវាទុកបានយូរហេតុអ្វីឯងទិញតែអំបិលមួយការុងមិនមិនទិញត្រីសាច់អំបិលនេះទុកបានយូរណាស់លោកគ្រូមិនងាយខូចដូចត្រីសាច់ទេគ្រូជីដំរីឯសិស្សរែកអំបិលដើរតាមក្រោយឃើញសិស្សរែកអំបិលដូចជាស្រួលណាស់គ្រូសួរអាភ្លួញក៏ហុកថាស្រាលគ្រូក៏សុំបដូរអញមើលទៅឯងរែកដូចជាស្រួលណាស់តាស្រួលណាស់លោកគ្រូស្រាលដូចសំឡីអញ្ចឹងឯងឡើងជិះដំរីចុះទុកឲ្យអញរែកវិញម្ដងគ្រូរែកអំបិលធួនណាស់ដើរយឺតសិស្សជិះដំរីទៅមុខបាត់មិនចាំគ្រូទេធ្ងន់ណាស់អាភ្លួញចាំអញផងគ្រូខ្លាចគេលួចអំបិលក៏សម្រេចចិត្តលាក់ក្នុងទឹកត្រពាំងបើទុកនៅគោកខ្លាចគេឃើញដាក់ក្នុងទឹកនេះឯងទៅកំបាំងភ្នែកគេគ្រូមកដល់វត្តហើយស្ដីបន្ទោសសិស្សហេតុអ្វីឯងមិនចាំអញដំរីវាមិនព្រមឈប់សោះលោកគ្រូចុះអំបិលនៅឯណាអញលាក់ក្នុងទឹកត្រពាំងហើយព្រឹកឡើងពួកគេទៅយកអំបិលតែអំបិលរលាយអស់នៅសល់តែការុងទេម៉ែអើយអំបិលរលាយអស់ហើយលោកគ្រូក្នុងការុងនោះមានត្រីកញ្ចុះមួយគ្រូខឹងក៏ទះវាមានត្រីកញ្ចុះមួយក្នុងនេះវាច្បាស់ជាស៊ីអំបិលអស់ហើយឯងស៊ីអំបិលអញអស់ឬទះត្រីអូយឈឺណាស់ពឹសវាចាក់ដៃអញហើយគ្រូឈឺដៃណាស់បញ្ជាឲ្យសិស្សយកត្រីទៅអាំងហើយខ្លួនឯងទៅសម្រាកសិនយកត្រីនេះទៅអាំងឲ្យឆ្អិនឈឺដៃណាស់អញទៅសម្រាកសិនហើយអាភ្លួញអាំងត្រីឆ្អិនហើយលួចស៊ីអស់សាច់ទុកតែឆ្អឹងនិងបាយមួយពំនូតតំញាក់ឆ្ងាញ់ណាស់ទុកតែឆ្អឹងជូនលោកគ្រូបានហើយគ្រូភ្ញាក់ឡើងរកបាយអាភ្លួញក៏ហក់ថារុនស៊ីអស់យកបាយមកអញឆាន់រុញវាមកស៊ីអស់ហើយនៅសល់តែឆ្អឹងនឹងហើយវាយវាទៅកុំឲ្យវាស៊ីរុញទុំលើច្រមុះគ្រូអាភ្លួញវាយរុញតែត្រូវច្រមុះគ្រូបែកឈាមវានៅច្រមុះអញវាយវាឲ្យងាប់ត្រៀមខ្លួនណាលោកគ្រូអាភ្លួញរត់បាត់គ្រូសូត្រមន្តសនេហៅសិស្សអាភ្លួញដឹងទៅក៏ត្រឡប់មកវិញធ្វើជាចាញ់មុនអូមសូមឲ្យអាភ្លួញវិលមកវិញលោកគ្រូខ្ញុំវិលមកវិញហើយគ្រូក៏ហក់ថារៀនមុនបំបាំងកាយអាភ្លួញធ្វើជាមិនឃើញគ្រូហើយដាក់ថាសលើក្បាលគ្រូអញចេះមុនបំបាំងកាយហើយលោកគ្រូនៅឯណាខ្ញុំមិនឃើញទេដាក់ថាសលើក្បាលអញនៅនេះកុំដាក់លើក្បាលអញមានគេនិមន្តអាភ្លួញប្រាប់គ្រូគុំស្លៀកស្បាំងប្រុសមានមុនបំបាំងកាយហើយលោកគ្រូពូកែណាស់មិនបាច់ស្លៀកស្បង់ទេគ្របតែជ័យពរទុយបានហើយគ្មានអ្នកណាឃើញទេមែនហើយអញពូកែបំបាំងកាយណាទៅដល់ផ្ទះគេគ្រូអង្គុយលេចគេរិតខ្មាស់ញាក់ភូមិសោយគ្រូខ្មាស់គេរត់ត្រឡប់ទៅវត្តវិញហាលោកគ្រូហេតុអ្វីមិនស្លៀកស្បង់ចប់ហើយអញចេញបោកអាភ្លួញទៀតហើយ